ហើយមកលុបនៃគុណធម៌របស់មេដាបៃតាគឺគុណធម៌ប្រកបដោយមេត្តាមួយគុណធម៌ប្រកបដោយករុណាមួយគុណធម៌ប្រកបដោយព្រហ្មវិហារធម៌ទាំងឡាយ4នេះតែបើកូនចៅធ្វើឲ្យម្ដាយឲ្យឪពុកកូនសិស្សធ្វើឲ្យគ្រូអានឹងយើងដាក់ថាបុព្វការីជនមានន័យថាឧទ្ទិសកុសលចំពោះលោកអ្នកដែលមានគុណជាខាងដើមហ្នឹងបុព្វការីជនហ្នឹងបុព្វមានន័យថាខាងដើមបការីអ្នកមានឧបការៈបោកពាក្យទាំងពីរបទហ្នឹងមកមានន័យអ្នកមានគុណលើយើងជាខាងដើមអញ្ចឹងយើងធ្វើបន់ជូនលោកឪពុករបស់យើងមានន័យថាឧទ្ទិសកុសលជូនចំពោះបុព្វការីជនណនាមឧបាសកអ៊ូឡាងជាប្រធានមានន័យថាយើងឧទ្ទិសកុសលជូនចំពោះលោកឪពុកដែលជាអ្នកមានគុណលើយើងជាខាងដើមគឺនាមលោកឪពុកអ៊ូឡាងហើយបើយើងដាក់ថាឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធមានន័យថាឧទ្ទិសចំពោះឪពុកយើងនៅរស់អាហ្នឹងបានត្រូវព្រោះអ្នកនៅរស់បាននៅវិញ្ញាណនៅកំណរនៃខណ្ឌព្រោះអ្នកស្លាប់ហើយអាវិញ្ញាណក៏អត់មានអាកំណរនៃខណ្ឌក៏អត់មានហ្នឹងកាលណាអាសាសៈបាសាសៈខ្យល់ដង្ហើមចេញចូលវិប្រលត់ទៅពេលណាចង់យើងបញ្ចុះក៏ដោយចង់យើងបូជាក៏ដោយគឺអាកំណរនៃខណ្ឌ5ហ្នឹងវាបែកធ្លាយទៅជាបតវេអបោទេជោវេយោទាំងអស់វាទៅជាដីទឹកភ្លើងខ្យល់អស់ហើយវាលែងនៅជាកំណរនៃខណ្ឌណាហើយបើវិញ្ញាណគឺសេចក្តីដឹងនៅដឹងក្តៅដឹងតិចតោមនោះសោមនោះបរិខៈថ្នាំងថ្នាក់ពេលខែនេះវាលែងមានវិញ្ញាណគឺសេចក្តីដឹងទៀតហើយអញ្ចឹងអាវិញ្ញាណក៏វាគ្មានអាខណ្ឌក៏វាគ្មានហើយចុះយើងឧទ្ទិសកុសលជូនចំពោះវិញ្ញាណខណ្ឌហ្នឹងឧទ្ទិសឲ្យអ្នកណាអញ្ចឹងយើងដាក់ឧទ្ទិសកុសលដូចថ្មនិយាយមិញអញ្ចឹងចាំថាថ្ងៃក្រោយបើយើងជាកូនចៅធ្វើឲ្យឪពុកម្ដាយយើងដាក់ថាឧទ្ទិសកុសលជូនចំពោះបុព្វការីជននាមឧបាសកឈ្មោះអ៊ូឡាងអញ្ចឹងមកលោកឪពុកអ៊ូឡាងអញ្ចឹងមកនឹងឲ្យចង់ដាក់ខាងដើមនេះយើងដាក់តែបុព្វការីជនអញ្ចឹងមកហើយបើម្ដាយឪពុកធ្វើឲ្យកូនមិនបាច់ដាក់អីទាំងអស់ឧទ្ទិសកុសលជូនចំពោះឈ្មោះកូនយកតែម្ដងដាក់តនេះញោមហ្នឹងហើយលើកមុនតែប្រហែលឆ្នាំមុនអញ្ចឹងដែរយើងមកទៅម្ដងកែឥឡូវហ្នឹងទេនាំគ្នាណតសេថ្ងៃខែខ្មែរយើងហ្នឹងនៅខាងចុងថ្ងៃខែសកលហ្នឹងនៅខាងដើមអាហ្នឹងក៏អត់ត្រូវដែរនឹងឲ្យយើងទៅសេឧទាហរណ៍ថ្ងៃសុកចឹងមកត្រូវថ្ងៃប្រហែលរួចប្រហែលកើតរហូតពុទ្ធសករាជចប់ចឹងមកបានត្រូវនៅថ្ងៃទីខែឆ្នាំសកលនៅខាងក្រោយអញ្ចឹងណាអាហ្នឹងយើងរៀនឲ្យតម្លៃអ្វីដែលជារបស់យើងហ្នឹងឲ្យនៅខាងដើមរៀនស្រឡាញ់ខ្លួនយើងស្រឡាញ់អ្វីដែលជារបស់យើងហ្នឹងត្រូវនៅខាងដើមហ្នឹងហើយឥឡូវយើងនិយាយរឿងបុណ្យកុសលយើងថ្ងៃនេះបុណ្យគម្រប់ខួប100ថ្ងៃទិសដៅសំខាន់គឺដើម្បីប្រមូលទៅនរលសេចក្តីល្អទាំងអស់នេះជូនចំពោះលោកឪពុកអ៊ូឡាងជីតាអ៊ូឡាងឧត្តមស្វាមីអ៊ូឡាងដែលលោកបានចុតិបរិសន្ធិឃ្លាតព្រាត់អំពីយើងទៅកាន់លោកមួយផ្សេងទៀតហើយនឹករលឹកលោកឪពុកជីតាប៉ុណ្ណាយើងអត់អាចជូនបាយទឹកនំចំណីត្រីសាច់លុយកាក់ប្រាក់កាសសម្ពុតអាវសៅស្បែកដោយផ្ទាល់ដៃបានទៀតទេក្រៅអំពីយើងនាំគ្នាចម្រើនគុណធម៌និងសេចក្តីល្អតែមួយគត់ចំពោះលោកឪពុកនិងជីតារបស់យើងពីថ្ងៃហ្នឹងមកនឹងគណៈទៅនឹងមានតែគុណធម៌មួយទេដែលយើងអាចចម្រើនជូតគាត់បានរីឯលោកឪពុកក៏ដូចគ្នាពីថ្ងៃហ្នឹងមកនឹងគណៈហ្នឹងតទៅអត់មានអ្វីអាចឲ្យកូនចងចាំបានក្រៅអំពីតម្លៃនៃសេចក្តីល្អរបស់លោកឪពុកទេរូបកាយលោកឪពុកតែ20 30ឆ្នាំទៀតអាចចៅកើតមកលែងស្គាល់បងមិនដឹងតែរូបកាយឪពុកឯងជីតាឯងមុខអាម៉េចភ្នែកជីតាឯងភ្នែកយ៉ាងម៉េចចៅមួយម៉េចមែនតែជីតាអ៊ូឡាងថ្ងៃហ្នឹងទេយាយមករោងហ្នឹងដូចគ្នាហ្នឹងព្រោះផ្លូវហ្នឹងអត់មានសម្រាប់ទៅលោកតាអ៊ូឡាងតែម្នាក់ទេណាទាំងអស់គ្នាទាំងញោមទាំងអាត្មាហ្នឹងមករោងហ្នឹងកិច្ចអត់ផុតទេតហ្នឹងទាំងអស់ព្រោះផ្លូវហ្នឹងមកលបបញ្ជាក់ថាម៉េចផ្លូវអីអាហ្នឹងផ្លូវអីញោម one way ហ្នឹងអត់មាន two way ទេនេះអាផ្លូវមកនេះ two way នឹងទោះបីផ្លូវតូចចឹងក៏វាមានទៅមានមកដែរអានេះអត់ទេ one way តហ្នឹងទាំងអស់ព្រោះគ្រាន់តែមុនក្រោយយូរឆាប់ប៉ុណ្ណឹងឯងចឹងមានន័យថាបន្តិចទៀតគេអាចផ្លិចលោកឪពុកហើយចៅអាចផ្លិចជីតាកូនអាចផ្លិចឪពុកប៉ុន្តែអ្វីដែលយើងមិនអាចផ្លិចលោកឪពុកបានគឺតម្លៃនៃសេចក្តីល្អរបស់លោកឪពុកគុណធម៌របស់លោកឪពុកគុណធម៌របស់ជីតាទោះបីជាចៅកើតមកមិនដែលឃើញមុខជីតាប៉ុន្តែនៅពេលដែលម្ដាយនិទានប្រាប់ថាកូនហើយម៉ែមានមុខរបរការងារមានចំណេះដឹងបានមកផ្ដល់ឲ្យកូនគ្រប់គ្នារស់នៅសនុកសុខស្រួលឡើងយសឡើងសក្តិណៈទូនាទីធំប៉ុណ្ណាអាស្រ័យដោយសារជីតារបស់កូននាមលោកតាអ៊ូឡាងលោកប្រឹងណាស់
đầm bay chỉnh chăm bay bạch thay là xa thạ thnom bom bay không krong ca pia mà đai ở bốc cục nè ca để con nâu phải chôn giang đi giang nô tới châu nó gồm đai khơi mốc bắt đấy bên nắc khơi chỉ ta bao nhiêu là hô chẳng đất đời nắc đầm lầy này sẽ đây lọ chẳng dương thằng óc nè đôi nè chẳng ấy bàn pre lô sầm đai tha ru cái ai phở lót tới pan là cột nằng niêm nó vừa phở lót đời xa say đời xa cốt là tho để dương ban bản sao tốc oi nẹt nâu ru ao kỳ chọn chăm dương ao kỳ nắc rồi lật dương thằng óc nè chẳng dương qua bay bản sao tới nó cốt là tho nên sẽ đây lọ xa pro mà lỡ con trao dương ngoài bàn trơn ao kỳ nắc rồi lật ao kỳ chọn chăm hai kỳ đào tam quần lông này sẽ đây lọ rồi bỏ dương đại chiêm miệt đa nằng bay đá hơi mà lúc này cốt là tho rồi bỏ miệt đa bay đá cứ cốt là thoประกอบ để mê ta muối cốt là thoประกอบ để cả na muối cốt là thoประกอบ đòi prom mới về là tho tặng lại buôn đi tay crop sẵn cắt lư con trao prosay nâng ở chọc ban crop pel và lìa ngày có chọc ban rồi xiên có chọc ban prật có chọc ban dục có chọc ban cả đa rồi tây có chọc ban đó mà lúc nâng ập tọt pel và lìa ti mà lúc đào chơi dướng về rong chăm pel và lìa ta là miền ngày che máu ban về cao mà lúc phần đấy mà lúc này prom mới về rồi bác mà đai ở bốc cốt là tho rồi bác mà đai ở bốc dương chỉ con trao prosay nó cứ chọc ban crop pel crop và lìa chân dương tầng óc nếp bật đăng tha dương rô riêng miền chỉ vật thom thọt miền sạch chiêm vô sạ tận nạ tu nịch tí rô nâu miền mộc mọt vô sạ tận nạ tu nịch tí lọ bờ xa sài để xa lô ở bốc sài để xa chỉ ta ban xa pro tâu nâu đầm lay nơi sực đây lọ mà lời dương dương tầng óc nếp trâu không prăng chầm ráo con là thon nên sực đây lọ chun lô ở bốc dương quanh đôi kia prăng tầng óc kia miền con là tho có sao là tho thạ tiên có sao là tho thạ sal có sao là tho thạ thiêu vần nia nên chỉ point nhà để thịสำหรับทรายตื้อสำหรับโลกกับปกบ่ยืงโปรขมิ้นก้นละท่อไอ้นะประสาวสมาหนึ่งพรมไม่เฮียระท่อระบ้องมาได้ปกได้กรอบสังกัดมาเลยยืงจีโกนเจ้าปรสไรหนึ่งตีโดยเปรียบสำแดงถล่มอ้อไว้เลือโลกนี่เราบ้องมนุษย์ได้ทัดเต้าหนกน้องไปช้ำมาไว้หนึ่งจีเรียไว้ตาทากดมือเหมือนเคยอย่างปีลมอ้อดอดตีไอ้นะน้องโลกประสาวสมาโดยไอ้หนุ่มสมาได้ลมอยืงไปยืงทัดตกนกนองไปช้ำมาไว้หรือจะเรียไว้ป้าลมอนั่งมากระทำแมนตาไปช้ำมาไว้หรือจะเรียไว้ไว้หน้าก็ด้อยบการนายย่อแพะระนั่งย่อมาแปะจอบคลุ้นคือเมียนดำไหลมั้งมันนึกนั่นคือเมียนดำไหลไคลโนคือหล่อภาษานะนั่งอ่ะหล่อภาษานะให้ดังไอ้ยมดังอ่ะแพะระนั่งเด็ดแปะเต้าไคลโนคลุ้นยืงไอ้ดังไอ้ใส่เก๋ยมsal bà ông thà sal chít chẹp phẹ rắn nè đọc rồi sao không biết là phẹ rắn nè na smile đôi xịt hà bọt để dương ba rồi sao lọ bò rồi sót nít tê bánh chảo bọt xịt hà bọt cái đây ở bao sẽ thạ xịt hà bọt cái đây tẹt sạ xịt hà bọt cái đây nè cứ xịt hà bọt để dương ban sòng ruộng rồi ăn phải giáp tam để giáp lâu này thì chị chỉ mòn đá cay chết nè ăn tri sang rồi đã xây là sang rồi đã đấy cả này dương sòng ruộng rồi ăn phải giáp ban lọ cứ pre lục từ sau ta không biết là phẹ là na smile đầm lay này xịt hà bọt để dương ban sừng ruộng rồi ăn phải giặt ban lọ thế này cả vào bạch nhôm tiêu pẹ play nắng ta lay đọc mà pay mơn đỏ lá bắt là art smile đằng sau pram bao giờ nhôm phò lên á nên cả vào bạch ta lay mà pay mơn á pre lục từ sau nè nam miền sal miền xịt hà bọt sừng ruộng rồi ăn phải giặt ban lọ tịch lô thay dương chỉ lan rô roi tờ lấy à tầm tranh nhà lâu pi liền chiêng nâng hay chọc pi lơ lan uột bẹp kê tạc nhom ọt cha thế ai chỉ lan pi liền men chạy bà tranh mau pi nông lan mau lên ọt score cha phóng ọt score lô phóng ọt score nè bọc rất cái đây lọ phóng ọt score kru ba cha phóng ọt score mai score âu phóng ọt miên cái đây ao nồng tôn area bắt mình thay thô đau từ chlo to khoanh cầm nứt cặp chặt trở nên bà chan chiên đi cặp kênh và quanh nè đợt tây chi bà trao điêu men nè đợt tây area bắt trở lẹ cả nãy trên máu và ớt thay thô đôi nẹo trâu trong tay gì khá mười dây thằng ớt này dưỡng ớt men cả vào bách ớt men rô rói pan dây pin dụ ra tay cả cái lấy khơi giấy lược đây giờ bẹt mà mình chẳng dùng đồng lay món thay mà nè hay thay nông ấy nhóm thay nông rô rói thay nông cả vào bách ap nó dưỡng đăng theo về thay nông ấy cứ thay nông gì cái đây là con là tho để dưỡng ban sừng ruộng rồi ăn phải giặt nông ấy ta sạch phèn đấy có cả lấy khơi dây đây là xa xa bay xa đọc nâng lược đây sập bẹt đó sạch phèn đấy có sập bẹt dây đó cứ sập bẹt đâu nâng đầm lay này con là thò để dương miềnក្នុងខ្លួនchẳng á bàn bẹt lục ta sao tới nè lục thà áp
ភរណៈដតីនៅក្នុងលោកនេះតថាគតមើលឃើញអភរណៈឯណាឲ្យស្មើនឹងគុណធម៌និងសេចក្តីល្អដែលយើងសង្រួមរវាងប្រយ័ត្នបានតាមរយៈផ្លូវភ្នែកតិចចំហដាតកាយចិត្តនេះណាកាលណាអ្នកទាំងឡាយសង្រួមរវាងប្រយ័ត្នឥន្ទ្រីសង្វរៈសីលសង្វរៈនឹងសង្រួមបានល្អហើយតថាគតឃើញថាតម្លៃនៃអភរណៈនេះគឺមានតម្លៃថ្លៃជាងអភរណៈនៅក្នុងលោកយើងនេះដោយព្រះសម្មាសម្ពុទ្ធព្រះអង្គប្រោសប្រោសចំពោះនុនណាញោមព្រះអង្គប្រោសចំពោះនុនតថេណោនុនតថេពេលមួយចេញពីកត់បលឹមឡើងហ្នឹងលោកតើនមកលោកដើរជាក្រមព្រោះព្រះអរហន្តជំនាន់ដើមញោមតែលោកតើនឡើងពេលណាបើលោកមិនសមាធិទេភាកច្រើនលោកដើរជាក្រមហើយព្រះលោកឲ្យភិក្ខុត្រូវតែដើរជាក្រមអញ្ចឹងមកបលឹមឡើងគឺចិត្តភ្លឺឡើងលោកនាំនេះដើរជាក្រមហ្នឹងដើម្បីអីដើម្បីសុខភាពផងដើម្បីសុខភាពផ្លូវកាយផងហើយនឹងបីសុខភាពផ្លូវចិត្តផងអាចសង្រួមរវាងប្រយ័ត្នផ្លូវចិត្តនេះបានល្អផងហើយសុខភាពផ្លូវកាយក៏ល្អដែរញោមមានដឹងតែមូលហេតុអីព្រះលោកអនុញ្ញាតឲ្យភិក្ខុសង្ឃត្រូវតែដើរបិណ្ឌបាតទេញោមដឹងមូលហេតុទេមើលញោមផលអ្នកស្ដាប់ធម៌ដឹងតែហេតុអីបានព្រះលោកអនុញ្ញាតឲ្យភិក្ខុត្រូវតែដើរបិណ្ឌបាតពួកភិក្ខុហ្នឹងប្រែតែមិនប្រែតែស្មោមហ្នឹងមានអ្នកសុំនឹងហេតុអីបានព្រះលោកអនុញ្ញាតឲ្យភិក្ខុត្រូវតែដើរបិណ្ឌមូលហេតុហ៎ទី1ដើម្បីជាកិច្ចអនុគ្រោះដល់បរិស័ទពីព្រោះអំណេះតទៅមុខបរិស័ទនឹងរវល់រឿងកិច្ចការរកស៊ីចិញ្ចឹមជីវិតហើយពិតណាស់ញោមឥឡូវនេះអត់សូវមានបរិស័ទបានទៅនេទៅវត្តទេនៅទាំងផ្ទះនៅទាំងតូបនៅទាំងផ្សារលក់ដូររកស៊ីទិញចេញលក់ចូលបើគ្រូបង្រៀនបលឹមឡើងចេញទៅបង្រៀនបាត់បើប្រពន្ធអ្នកលក់ដូរបលឹមឡើងម៉ោង7ទៅដល់តូបបាត់មិនយ៉ាងញោមមានអ្នកណាមានពេលទៅវត្តបើថាអ្នកស្រែរវល់រឿងស្រែចម្ការច្បារដំណាំចិញ្ចឹមជីវិតរៀងខ្លួនចឹងទី1មិនមែនមានតែមួយហ្នឹងប៉ាហ្នឹងទី1ដើម្បីជាកិច្ចអនុគ្រោះដល់បរិស័ទដែលគាត់រវល់មិនបានមកបំពេញសេចក្តីល្អនៅទីអារាមហ្នឹងយើងអាចទៅដល់គេអឋានឲ្យគាត់បានចម្រើនបុណ្យផងចឹងលោកហ្នឹងលោកទៅអនុគ្រោះឲ្យញោមណាញោមដោយព្រះអង្គលោកប្រមាលមើលណាពុទ្ធកិច្ច5យ៉ាងពេលទៀបភ្លឺព្រះអង្គប្រមាលមើលនិស័យឲ្យសត្វណាមាននិស័យថ្ងៃហ្នឹងញោមផលចូលសំណាញ់ញៀនណាបលឹមឡើងលោកក្រងស្បង់ជីវរក៏តាក់ញោមផលមកហ្នឹងមើលឃើញអ្នកណាដែលមាននិស័យលោកទៅប្រោសចឹងជាកិច្ចអនុគ្រោះជាពេជ្រប្រោសសัตว์ដែលរវល់មិនបានទៅចម្រើនសេចក្តីល្អហ្នឹងឲ្យគាត់បានចម្រើនសេចក្តីល្អផងនឹងលោកនិមន្តទៅដល់គេអឋានឲ្យគាត់បានចម្រើនសេចក្តីល្អផងទី1ដែលលោកអនុញ្ញាតឲ្យភិក្ខុសង្ឃត្រូវតែដើរបិណ្ឌបាតទី2អត់ដែលអ្នកណានឹកឃើញទេព្រះលោកអនុញ្ញាតឲ្យភិក្ខុដើរបិណ្ឌបាតហ្នឹងមិនមែនដើម្បីអនុគ្រោះតែប្រសក់ទេដើម្បីអនុគ្រោះឲ្យលោកខ្លួនឯងផងឲ្យចម្រើនបុណ្យកុសលនេះលោកដើរបិណ្ឌបាតមិនមែនអនុគ្រោះតែប្រសក់អីណាដោយអាត្មាមកទេសនាហ្នឹងមិនមែនទេសនាឲ្យបុណ្យញាតិញោមតែម្នាក់ឯងទេអាត្មាមកហ្នឹងមកយកបុណ្យលួនមកដល់តាមកទេសបានអានិសង្ឃ5អូតូមិនបាច់ចាំអ្នកណាចែកឲ្យទេបងតាមមកទេសមកក្រែហ្នឹងដឹងថាបានអានិសង្ឃ5ព្រះលោកសម្ដែងថាអញ្ចឹងមិនមែនអនុគ្រោះតែប្រសក់ឲ្យលោកបិណ្ឌបាតដូចគ្នាដើម្បីអនុគ្រោះខ្លួនលោកផងទី2ឲ្យលោកចម្រើនបុណ្យចម្រើនកុសលខ្លួនលោកផងទី3សំខាន់បំផុតយើងអត់ដែលនឹកឃើញទេគឺព្រះលោកចង់ឲ្យភិក្ខុដើរបិណ្ឌបាតឲ្យចេញញើសកុំឲ្យវាកើតរោគកុំឲ្យវាខ្ជិលបើអង្គង់តែឆាន់ខ្ជិលញោមឯងមើលលោកមេគុណខេតដូចអីអត់ដើរបិណ្ឌបាតអីក្បាលពោះដោះប៉ាន់ហ៊ីងហ្នឹងខ្ជិលឆាន់ហ្នឹងចាំតែឆាន់អត់ដើរដល់យូរវាកើតរោគទៅជាលើសជាតិខ្លាញ់ទៅជាលើសជាតិស្ករទៅជាឡើងអាស៊ីតទៅជាទឹកនោមផ្អែមហ្នឹងណាអញ្ចឹងព្រះលោកទី3ហ្នឹងដើម្បីកុំឲ្យលោកកើតរោគខ្ជិលនិងកុំឲ្យកើតរោគហើយបើកាលណាមិនដើរចេញញើសគិតថាព្រះលោកប្រកែណាញោមបានដល់តែសរសើរថាអញ្ចឹងបានជាអ្នកទស្សនវិទូនៅលើពិភពលោកនឹងសូក្រាតក៏ដោយអីក៏ដោយអ្នកទស្សនវិជ្ជាល្បីនៅលើពិភពលោកនឹងគ្មានអ្នកណាដែលមិនសរសើរទស្សនៈរបស់ពុទ្ធនៃយើងទេលោកដូចជ្រាបពីជីវិតរបស់មនុស្សនឹងគ្រប់យ៉ាងមកបើថាពេទ្យវាប្រកែតែពេទ្យមួយមុខឯងហើយបើព្រះតាំងពីផ្លូវចិត្តផ្លូវកាយយើងលោកដឹងទាំងអស់ហ្មងអាហ្នឹងបានគេហៅថាញាណនោះមែនន័យថាដឹងដល់ញាណហ្នឹងគ្រប់យ៉ាងទាំងអស់ហើយបើមនុស្សលោកយើងបើថាចេះអាណាចេះតែមួយមុខហ្នឹងឯងដល់ព្រះលោកគ្រប់តែរឿងនៃជីវិតរបស់យើងតែម្ដងអស្ចារ្យណាស់អញ្ចឹងទី3ដើម្បីកុំឲ្យភិក្ខុសង្ឃហ្នឹងកើតរោគ
nâng ở đào rổ bay như nâng tì muối đầm bay ăn được cột đỏ bò để sát tì phí ăn được cột đỏ luôn lốp hay tì bấy cầm ói lốp vực chân nâng cầm ói nơi mà cả lấy cầm ói cao rốt nâng hai thom mà đa nhôm cho bạn này và xong sầm may này phong bờ cana mình đào bắn ba tê nhôm anh khơi chầm mơ nẹt tàu ngay mốc tàu và hai cho mà phay năm tiết nẹt đây là dụ clay trên cái mẹ nẹt phật ra thì cứ lột xong là dụ clay trên nẹt phật ra tiền hai đấy bà clay nhưng mà vì cha nam mới chầm này lột cho mình đăng cho xây từ nhô mau và sọ mau pina có lột chăn được không anh nét cao là bên mau có lột ảnh nhầm chăn anh nét cao suốt mau có lột ảnh nhầm chăn anh nét thao mau có lột ảnh nhầm chăn hay bờ khai trôi nam chung băn bên dưới bị bay à sai cái đâu không có thôn năng à tận nào cái đâu không có thôn năng à ri cái đâu không có thôn năng à xuôi cái đâu không có thôn năng hay bờ cha mà chan với nhà nét tàu môn cái cha đại cố đậm mà về tao à nét khỏi nít khơi chan cha anh cha space đậm mà phía đây tao nét mà khỏi tiết anh cha nhảy đậm mà phía đây tao cha ôi tao cô cha cho ngay cha sân đây cua cha space cha nhảy cha tập beng nên ngày cha à linh sạch mon cha ấy cái chập nét mà phía mà cha nó phải mà phải tiếc nên là nè anh tin chứ hay bờ kho với nhà kho chương chuột mà phía tao à nè mau khỏi anh kho thì đấy mà phía tiết là nè khỏi kho bằng tiếng mà phía tiết là nè mau khỏi tiết nên kho tập beng mà phía tiết là nè mà khỏi tiết kho đây mà phía tiết là nè khỏi tiết móc tao tập pui kho mà cha nó đang màn tiết nên là châu cái này hay mà bắt tôi thay thoáng rồi rôm ai chẳng tao hay vài keng tơ ngô lúc chứ là ngay chán đó thấy tập mà mình đào hạt mình đào bánh là ba tê mình tranh như tia à ha con mình đăng chịp bập hút mau vì nam mình đăng xây chăn hơi xăng mình lọ tê nâng việc cao sẽ chẹt cao rục chờ mình phải bật thò tiết ta thầm ta đào pro sát mình đào phong chẳng rương ấy ban ta phải bật thò cá nâng chứ bác chỉ cao rương và to cái này chẳng bè lục kết chẳng rương ạ này nhà ôi bị khẩu xong đào bắn bát ti mối đầm bay ạ nục rốt đo bò để sát ôi ban bằng pin bon nẹt đây rồi vô mình bán tới chầm rào xịt đây là ti pí ạ nục rốt đo luôn lốp ôi lốp chầm rào bon chầm rào a này xong cả đào bắn bát bị khẩu xong có từ tua ban a này xong đài hái mình trăm tay từ tua ban bon ban a này xong phần năng tế ti bay đầm bay ạ nục rốt cầm ôi bị khẩu xong cao sẽ chết cầm ôi bị khẩu xong cao rô này à đôi mà bị chết khẳng đờm chẳng ấy bán chụp rét lốt ạ này nhát ôi bị khẩu xong trâu ta đá ban ba hay nhôm đôi kia bờ lột một mà ban ba thấy bờ tha mình toàn ấy đã na mà nhầm môi lô tâu nâng bờ tha mình đã sấy còn do ba mà đã luôn nè thà má khơi nhôm khá do ba mà đã luôn đó hay lô khá về giáp chân mềm rồi và lâm lắm cả là cái bao phía cái tôi cho đo một tẹt kia ấy ní toàn ban lục một toàn lôi cho mà rồi phóng đôi nhạ lục đâu khác nia cả là bao phía mà lục cho vì một hai bạc hay đòi chẳng này nó châu nông tẹt bánh đào và đá sập đào vỏ cạch cho anh toàn ba mà rồi phóng cả bao phía mà đỏ tẹt món vậy nên nông chắc cất chắc là mình vậy lục lứa đó nên bài cất chân tao đào nông tẹt một cái mèo màu vô lôi phải mọi mi mà cái chọc mà đạm tầm xuống là nẹt khác đái ọt bao tranh nhọn tuôn po thế rồi nên nâng cái hào ta vừa bón ọt chầm rợn bón nói vừa tôi chầm rợn ạ cửa sò từ vinh bờ thai trong đã mình trong đã ấy dương bờ tham mình toan ấy bờ tham phải lâm lao luôn mà đo thế công ơi bạn lì po lâu chặt bà phía tao còn lấy khơi lốt bờ tham mơ lấy cá với bái vườn toàn đầm chân chẳng hạn vườn toàn miếng đã na mà nhớ môi lô mạch tí chưa anh nhâm trai cho đây con ngày năng toán đấy tôi phải lâm phê đây con chăm mơ ngay khỏi tiếp đó con muốn tôi tiếp là ngày nay áp toán cái này nhâm máy pol pan năng bon cao thay bạt mình chẳng nói dây nữa bon cao bạt nè đã ta na mà nhâm môi lốt bon vô mình bỏ pan đò thai chẳng dây lên đã bay ở lốt đã ta na mà nhâm lốt ở đây chan đấy nè phải chọn dây thắp bảo vệ áp toán ấy đã na mà nhâm môi lốt tao nè chất kháng đôi cái này cái mà rô ấy cái xu ấy bờ tham mình chơi mình trong ao mình chọn ao cái một sông tâm sông gì khấy sông bị chen sông score và mình nữa lâu rồi lên mẹ na sông chen sông score đấy nó nhung nó nên đôi nẹt khai phóng đôi lên nhá và nẹt tông tam sọc sai nâu làm biết nha mà được sông mai chỉ vất nẹt đâm mai chỉ vất sông mai chỉ vất mong nhung ma cười mà nước la chăng chỉ cây mà cung nó sông mai hộp năm đâu là sông hộp chay làm gì nên mà tê mà đau nó đo pc trong mà tê cứ mà sông kia họ ngày cho mà khơi mà nước la trắng nè nè cho mà thà nè đâm mà chỉ vất sông mà chỉ vất mà tê mà cung mình chơi đam xí hơi cùng ót cả nó kìa cầm ngồi prai chuôn còn tham mình nước ót cầm na nên
ណាអត់កំណើតណោដូចជាក្រីអីញោមមកដូចជាមិនបាច់ទៅសុំគេនាំមកលំោះម៉ត់អីកើណាដោតចោលក្បែរពីងទឹកមិនបាច់ស្រោចទឹកដាក់ជីឯផងអាគាត់នេះស្រួលចង់ងាប់ដោតតាណាវាដោះហ្នឹងញោមកើណាដោតចោលហើយព្រលឹមឡើងក៏ស្រោះទាំងមាត់ដាក់វាតិចអាយើងខ្វល់មាត់តិចមិនបាច់ស្រោចទឹកល្អទោះហ្នឹងដូចគ្មានអីត្រូវទៅពិបាកទៅសុំគេសោះប៉ិនដូចខ្មែរនិយាយចាអាអ្នកសុំគឺសុំហ្មងមកជីវិតវាគឺចាំតែសុំអញ្ចឹងមកខ្ញុំឃើញមានមនុស្សខ្លះចឹងមែនទេហ្នឹងណោះឥឡូវយើងនិយាយរឿងធរនេះកុំនិយាយដើមគេណាយើងនិយាយធរយើងអញ្ចឹងណោះព្រះលោកពោលទៅសើអំពីអភរណៈនៅក្នុងโลกនេះគ្មានអភរណៈឯណាប្រសើរស្មើដោយគុណធម៌និងសិក្ខាបទដែលយើងបានសង្រួមរវាងប្រយ័ត្នទេដោយព្រះសម្មាសម្ពុទ្ធព្រះអង្គប្រពចំពោះនន្តថេបលឹមឡើងលោកតើមកលោកដើរជាក្រមដល់ដើរជាក្រមមកសទុះទៅថ្ងៃរះពីកើតមកវាស្អាតហ្នឹងញោមពលឺញោមចាំចំណាំមើលអាពេលព្រឹកម៉ោង7យើងភ្ញាក់មកយើងហើយញោមទាំងអស់គ្នាចង់បានសុខភាពល្អណាពេទ្យជប៉ុនវាប្រាប់យើងអ្នកណាចង់បានសុខភាពល្អអាពេលព្រឹកព្រលឹមឡើងម៉ោង6កន្លះម៉ោង7អាពេលថ្ងៃវាទៅរះមកយើងនាំគ្នាចេញឲ្យត្រូវពលឺថ្ងៃប្រហែលជា15ទៅ20នាទីទៅធ្វើម៉េចក៏ដោយទៅត្រូវពលឺថ្ងៃអាព្រលឹមឡើងម៉ោង7ម៉ោង6កន្លះហ្នឹងប៉ាន់កុំឲ្យដល់ម៉ោង9ថាម៉ោង7ម៉ោង8ចុះក្រោមហ្នឹងយើងឲ្យត្រូវពលឺថ្ងៃពេលហ្នឹងគឺល្អបំផុតសម្រាប់សុខភាពរបស់យើងវាមិនខុសពីរុក្ខជាតិទេញោមរុក្ខជាតិហ្នឹងបើកាលណាវានៅតែក្នុងមលប់ដែលមិនត្រូវពលឺថ្ងៃសោះរុក្ខជាតិហ្នឹងរឹងមាំហ៎ញោមរឹងមាំហ៎អត់ទេយកពីលវៈកុំថាតាដើមធំអាដើមតូចហ្នឹងក៏វាសឹងអាវានៅដីងើបអត់រួចទេតែខ្ញុំឯងចំណាំយកវាទៅដាក់នៅកណ្ដាលថ្ងៃឲ្យវាត្រូវពលឺថ្ងៃឥឡូវប៉ាន់ផ្សំវាសិនមួយថ្ងៃបន្តិចកុំឲ្យវាត្រូវក្តៅចាប់ដើមត្រូវក្តៅនឹងឈួលងាប់វិញអញ្ចឹងដូចគ្នានឹងមនុស្សយើងមិនមែនម៉ោង9ម៉ោង10បានយើងទៅចេញឲ្យត្រូវថ្ងៃមិនមែននេះគឺម៉ោង7ម៉ោង8ចុះក្រោមណាពេទ្យជប៉ុនវាប្រាប់យើងថាព្រលឹមឡើងនោះឲ្យចេញត្រូវពលឺថ្ងៃពេលព្រឹកព្រលឹមឡើងនឹងល្អសម្រាប់សុខភាពហើយតែចង់ឲ្យអាយុវែងវាប្រាប់យើងតាមមួយម៉ាត់ទេអ្នកឯងកុំចូលជាតិអាល់កុលហើយខ្មែរយើងទៅពិនិត្យសុខភាពដែលពេទ្យវានិយាយហ្នឹងដោយសារអីដោយសារខ្មែរយើងសួរតែចេះលោកគ្រូពេទ្យខ្ញុំណពេទ្យស្រុកខ្មែរប្រាប់ថាអ្នកឯងហូបអាតែស្រាតាពាំងបាយជូរនឹងមុនហូបបាយមិនតិចចឹងទៅជួយរំលាយអាហារខ្មែរយើងធ្លាប់និយាយចឹងមែនទេហ្នឹងអាពេទ្យខ្មែរក៏និយាយតែពីអញ្ចឹងដែរហូបបន្តិចទៅវាជួយរំលាយអាហារឲ្យសុខភាពល្អដល់ជប៉ុនវាថាបើអ្នកឯងចង់ងាប់ឆាប់អ្នកឯងបន្តទៀតទៅចង់និយាយថាអានបន្តិចហ្នឹងក៏ដោយក៏កុំឲ្យចូលក្នុងខ្លួនយើងហ្នឹងវាចង់និយាយអញ្ចឹងបើពេទ្យខ្មែរយើងហើយខ្មែរយើងទៅប្រើទស្សនៈថាមួយថ្ងៃបន្តិចទៅវាទៅជួយស្អីណានោះចេះថាញោមបងដល់ពេទ្យគេមែនទេគេមែនថាអញ្ចឹងណាបើអ្នកឯងចង់អាយុវែងអ្នកឯងកុំចូលអ្នកឯងឈប់បន្តទៅទៀតហ្នឹងណ៎អញ្ចឹងមានន័យថាម៉េចមិននិយាយរឿងអីទេបាទចូលរឿងហ្នឹងព្រះនន្តថេលោកចេញដោយចក្រមលោកឃើញអាពលឺថ្ងៃហ្នឹងនិយាយពលឺថ្ងៃបាទចូលរឿងសុខភាពហ្នឹងទៅឃើញពលឺថ្ងៃរះមកពីកើតស្អាតហ្នឹងលោកក៏ឈរមើលពលឺថ្ងៃហ្នឹងចេះនឹកឃើញតអណោះពលឺនៃព្រះអាទិត្យពេលរះអរុណរះឡើងក៏មានពលឺភ្លឺល្អម្លេះណោះហើយដល់ពេលល្ងាចឡើងលោកសម្លឹងមើលទៅព្រះអាទិត្យដែលរៀបនឹងលិចហ្នឹងថាព្រះអាទិត្យពេលល្ងាចឡើងក៏មានរស្មីសតុនល្អម្លេះណោះដល់កដាលយប់ឡើងថ្ងៃ15កើតអាពលឺប្រចាំហ្នឹងវាភ្លឺល្អពេញបោទៀតលោកក៏ទៅសម្លឹងមើលពលឺប្រចាំហ្នឹងទៀតថាហេតុអីបានជាពលឺប្រចាំហ្នឹងពេលរាត្រីពាក់កណ្ដាលរាត្រីហើយក៏នៅតែមានពលឺភ្លឺល្អត្រចះត្រចង់ភិក្ខុសង្ឃជំនាន់ដើមអាពាក់កណ្ដាលយប់ហើយក៏មិនតាន់ចូលសង្ឃដែរនៅប្រព្រឹត្តធម៌នៅរៀនធម៌ជួនកាលនៅជុំគ្នានិយាយរឿងធម៌និងសិក្សាធម៌បដិបត្តិធម៌ហ្នឹងហើយចឹងទៅដល់ពេលពាក់កណ្ដាលរាត្រីលោកនៅពោលតសើអំពីប្រចាំហ្នឹងមានពលឺល្អទៀតអាពេលព្រឹកតសើព្រះអាទិត្យរះមកមានពលឺភ្លឺល្អពេលល្ងាចពេលចិត្តលិចទៅវិញតសើតែព្រះអាទិត្យមានភាពសតុនសតុំល្អអាពេលចិត្តលិចទៅវិញហ្នឹងវាមានពលឺក្រហមជះមកសតុនល្អតិចភ្នែកពេលយើងមើលពេលថ្ងៃចិត្តលិចទៅវិញហើយដល់ពេលពាក់កណ្ដាលរាត្រីពលឺប្រចាំហ្នឹងក៏រីករះល្អទៀតលោកក៏អង្គុយមើលព្រះពលឺនៃប្រចាំហ្នឹងពោលតសើពលឺប្រចាំតិចទៀតមកនិយាយគោធរអ្វីដែលមកចង់លើកឡើងទៅព្រះប្រុសនន្តថេរអញ្ចឹងក៏អង្គុយពិភាក្សានិយាយជាមួយភិក្ខុទាំងឡាយនោះដឹងដល់ព្រះលោកដើរមកក្បែរភិក្ខុទាំងឡាយដែលពងជំនុំគ្នាមាននន្តថេរពោលតសើអំពីពលឺនៃព្រះអាទិត្យនឹងរះឡើងពេលព្រឹកភ្លឺល្អពេលចិត្តលិចទៅវិញក៏មានពលឺសតុនល្អរីឯពលឺប្រច័នពេលពាក់កណ្ដាលរាត្រីក៏មានពលឺភ្លឺល្អតិចចង់
bánព្រះសម្មាសម្ពុទ្ធព្រះអង្គដើរមកចិត្តភិក្ខុទាំងឡាយព្រះអង្គទូលពោលសួរតាមពិតព្រះអង្គដឹងព្រះអង្គញៀនដឹងប៉ុន្តែព្រះអង្គធ្វើសួរទៅព្រះអង្គសួរទៅមនាភិក្ខុទាំងឡាយឲ្យពិភាក្សាគ្នារឿងអីណងឲ្យតែភិក្ខុជុំនេះនិយាយអីល្ងាចយប់ឡើងព្រះលោកដើរមើលភិក្ខុចឹងសួរភិក្ខុទាំងឡាយពិភាក្សាគ្នារឿងអីហ្នឹងថ្មនឹងហើយបានភិក្ខុទាំងឡាយពោលថាផន្តេភគវាបបិទ្ធព្រះអង្គនេះចម្រើនព្រះនន្ទថេព្រះអង្គលោកដើរជាក្រំពេលព្រឹកលោកឃើញពលឺនៃព្រះអាទិត្យរីកឡើងស្រស់ល្អលោកក៏មកពោលប្រាប់ថាព្រះអាទិត្យល្អណាស់ពេលព្រឹកព្រលឹមឡើងមានពលឺភ្លឺល្អព្រះអង្គល្អណាស់គ្មានពលឺអីល្អប្រសើរស្មើតែព្រះអាទិត្យពេលព្រឹកឡើងហើយក៏លោកពោលទៀតថាពេលព្រះអាទិត្យរៀបនឹងលិចទៅវិញក៏មានពលឺសតុនល្អគ្មានអ្វីដែលល្អដូចពលឺនៃព្រះអាទិត្យហើយលោកពោលទៅសើបន្តទៀតថាពលឺនៃព្រះច័ន្ទក្នុងថ្ងៃ15កើតពេញបរមីក៏មានពលឺភ្លឺល្អព្រះអង្គមើលពាក់កណ្ដាលរាត្រីហើយក៏នៅតែភ្លឺល្អវងព្រះច័ន្ទនឹងល្អណាស់បានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងធម៌ប្រោសតថាគតឃើញតែវាល្អចឹងមែនភិក្ខុទាំងឡាយប៉ុន្តែពន្លឺដែលភ្លឺល្អក្នុងโลกនេះតថាគតថាមែនពន្លឺព្រះអាទិត្យដែលអ្នកទាំងឡាយទៅសើនេះទេហើយតថាគតក៏មិនមើលឃើញពន្លឺនៃព្រះច័ន្ទដែលអ្នកទាំងឡាយពោលទៅសើនេះដែរចោះមានពន្លឺអីដែលភ្លឺល្អជាងព្រះអាទិត្យដែលភ្លឺល្អជាងព្រះច័ន្ទទៀតនោះព្រះអង្គហើយមានពលឺអីដែលសតុនដោយព្រះអាទិត្យរៀបទៅនឹងលិចទៀតនោះបានព្រះធម្មនាលភិក្ខុទាំងឡាយពន្លឺដែលភ្លឺបានទាំងយប់ភ្លឺបានទាំងថ្ងៃតថាគតទទួលស្គាល់ព្រះអាទិត្យពេលព្រឹកមកមានពលឺភ្លឺល្អណាស់តែភ្លឺបានតែពេលព្រឹកនិងពេលថ្ងៃរសៀលទេតែពេលរាត្រីព្រះអាទិត្យវាមិនញោមវាមិនវាលេចបាត់រីឯព្រះច័ន្ទភ្លឺមែនភ្លឺបានតែថ្ងៃ15កើតទេតែចូលអាណូចវាមិនវាល្ងឹតដូចគ្នាមនាលភិក្ខុទាំងឡាយតថាគតឃើញពលឺអស់នេះភ្លឺបានដោយពេលប៉ុន្តែពន្លឺដែលភ្លឺបានទាំងយប់ភ្លឺបានទាំងថ្ងៃញោមដឹងព្រះថាម៉េចទេញោមស្អីញោមគឺព្រះធម៌ដ៏ល្អប្រសើរនឹងពធហ្នឹងគឺសំដៅដល់បញ្ញាដែលយើងបានចាក់ធ្លុះទៅនៅក្នុងអរិយសច្ចធម៌ដែលយើងបានយល់ទៅនៅអរិយសច្ចៈដែលយើងបានយល់ទៅនៅមគ្គប្រកបដោយអង្គ8ដែលស្គាល់ច្បាស់ហើយដោយមិនងងឹតវង្វេងជាប់ជាពាក់ទៅនៅក្នុងភព3មានកាមភពរូបភពអរូបភពដែលវង្វេងទៅនៅក្នុងវត្តដាក់ហ្នឹងវិលចុះវិលឡើងគ្មានទីបញ្ចប់ហ្នឹងតថាគតថាពន្លឺនៅក្នុងโลกនេះមិនប្រសើរស្មើដោយពន្លឺនៃពធរបស់ពុទ្ធគ្រប់ព្រះអង្គតាំងពីបកកសន្ធោបកោនីកមនោបកាសបោរហូតដល់តថាគតដែលស្វែងរកនមោកធឲ្យអ្នកទាំងឡាយប្រតិបត្តិនឹងទេពន្លឺនៃព្រះធម៌នេះអ្នកទាំងឡាយជ្រាបច្បាស់ហើយអ្នកទាំងឡាយយល់ហើយធម៌តែងបំភ្លឺអ្នកទាំងឡាយឲ្យជាក់ច្បាស់ឲ្យអ្នកទាំងឡាយលែងងងឹតវង្វេងទៅនៅក្នុងភព3វង្វេងទៅជាប់ជាពាក់ទៅនៅក្នុងវត្តដាក់តថាគតឃើញថាពន្លឺនៃពធរបស់ពុទ្ធគ្រប់ព្រះអង្គមកហើយដែលលោកបរិនិព្វានហើយមានបកកសន្ធោបកោនីកមនោបកាសបោរហូតដល់ធម៌របស់តថាគតនេះតថាគតមើលមិនឃើញពន្លឺអ្វីស្មើនឹងពន្លឺនៃធម៌របស់ព្រះដែលមានពភៈគ្រប់ព្រះអង្គដែលលោកសម្ដែងទុកមកហើយទេញោមដាប់តនេះញោមចឹងអាពលឺព្រះអាទិត្យយើងភ្លឺបានតែពេលថ្ងៃទេពលឺព្រះច័ន្ទភ្លឺបានតែថ្ងៃ15កើតទេតែពធគឺលោកសម្ដែងបានទាំងយប់សម្ដែងបានទាំងថ្ងៃកាលណាយើងយល់ហើយយើងញ៉ាំងខ្លួនយើងឲ្យមានបញ្ញាសមាទិដ្ឋិឲ្យយើងលែងវង្វេងលែងយល់ខុសហើយតកាលណាយល់ឃើញត្រូវយើងយល់ត្រូវតែពេលថ្ងៃហើយយល់ត្រូវពេលណាញោមយល់គ្រប់ពេលទាំងអស់ហ្នឹងតែយល់ហើយយល់បងហ្នឹងដូចអ្នកស្វឹងតែស្វឹងហើយស្វឹងណារអាថ្ងៃក៏វាស្វឹងកើតអាយប់ក៏វាស្វឹងកើតចឹងអាអ្នកយល់ធម៌តែយល់ហើយអត់មែនយល់តែថ្ងៃទេអត់មែនដូចព្រះអាទិត្យភ្លឺតែថ្ងៃទេតែកាលណាយល់ជាក់ច្បាស់ហើយគឺយល់ទាំងថ្ងៃយល់ទាំងយប់មានបញ្ញាសមាទិដ្ឋិប្រកបព្រមដោយសេចក្តីភ្លឺស្វាងទាំងថ្ងៃភ្លឺស្វាងទាំងយប់ហើយចុះធម៌ហ្នឹងមិនមានភាពសតុនដោយពលឺព្រះអាទិត្យព្រះអង្គភិក្ខុសួរទៀតព្រោះភិក្ខុខ្លះលោកនៅជាបឋិជនលោកមិនតាន់ជ្រាបច្បាស់ហើយចុះពលឺព្រះអាទិត្យមិញតកណាទទួលស្គាល់ថាពលឺធម៌ហ្នឹងភ្លឺមែនភ្លឺទាំងយប់ភ្លឺទាំងថ្ងៃចុះព្រះអាទិត្យនេះវាមានភាពសតុនពេលដែលចិត្តលិចទៅញោមចំណាំមើលអាម៉ោង6កន្លះម៉ោង7ប៉ុន្តែឥឡូវនេះម៉ោង7ល្ងិតបើពីមុនម៉ោង7នៅពលឺក្រហមជះមកនឹងកាលមកដឹងក្តីឆ្នាំ8ជាងឆ្នាំ90អីនេះ8ជាងនេះតែម៉ោង7អីអត់តន់លិចអាងឹតទេនៅពលឺថ្ងៃក្រហមជះពេលលិចមកចឹងមានន័យថាពេលហ្នឹងគឺមេឃសតុនល្អណាស់ពលឺហ្នឹងពេលហ្នឹងយើងមើលទៅព្រះអាទិត្យគឺយើងអត់ខូចភ្នែកទេវាទៅជាចម្រើនភ្នែកយើងទៅវិញ
ចឹងព្រះអាទិត្យពេលដែលរៀបលិចទៅវិញមានភាពសតុនល្អណាស់ព្រះអង្គចុះមិនព្រះអង្គថាមានអ្វីដែលវាសតុនល្អជាងពន្លឺនៃព្រះអាទិត្យទឹករៀបទៅនឹងលិចទៅទៀតនោះដឹងព្រះលោកថាម៉េចទេញោមព្រះលោកថាម៉េចទៀតមិញពន្លឺថាពន្លឺនៃពធហើយចុះដល់ភាពសតុននៃព្រះអាទិត្យតែអ្វីដែលវាសតុនជាងពន្លឺនៃព្រះអាទិត្យរៀបនឹងលិចទៀតញោមដឹងទេអត់ដឹងទេដូចអាត្មាលើកខាងដើមមិញថាលោកឪពុកអ៊ូឡាងរបស់យើងលោកឪពុកឃ្លាតទៅតែរូបកាយទេហ្នឹងហ្នឹងឃ្លាតទៅតែរូបកាយហើយយើងក៏បីពិចារណាថាមលុបនៃដើមឈើយើងជ្រកបាននៅពេលណាដែលយើងក្តៅយើងរត់ទៅរកមលុបបានតែពេលណាក្តៅពេលណាដែលយើងត្រូវការមលុបប៉ុន្តែលោកឪពុករបស់យើងជ្រកជាមួយគាត់បានទាំងយប់បានទាំងថ្ងៃអត់មានរឹសពេលវេលាដូចយើងជ្រកមលុបឈើទេអញ្ចឹងមលុបដែលសតុនល្អបំផុតសំដៅដល់អីមកបញ្ជាក់ខាងដើមមិញគឺព្រហ្មវិហារធម៌គុណធម៌របស់លោកឪពុកចឹងមនុស្សយើងភាពសតុនរបស់មនុស្សភាពល្អរបស់មនុស្សមិនមែនសតុនដូចព្រះអាទិត្យតារៀបនឹងលិចទេគឺសតុនទាំងយប់សតុនទាំងថ្ងៃល្អទាំងយប់ល្អទាំងថ្ងៃគឺសំដៅដល់មនុស្សម្នាក់ម្នាក់មានព្រហ្មវិហារធម៌4ក្នុងខ្លួនគឺមេត្តាមួយករណាមួយមុទិតាមួយអបេខាមួយអ្នកណាមានព្រហ្មវិហារធម៌4នេះក្នុងខ្លួនអ្នកនោះស្មើនឹងមានភាពសតុនល្អថ្លៃថ្នូរនៅក្នុងខ្លួនល្អជាងព្រះអាទិត្យដែលរៀបនឹងលិចទៅទៀតវាមានភាពសតុនល្អប្រសើរថ្លៃថ្នូរណាស់ម្ដាយឪពុកណាដែលចិញ្ចឹមកូនប្រកបព្រមដោយព្រហ្មវិហារធម៌4កូនល្អដូចញោមឡាងអញ្ចឹងឃើញទេយើងទាំងអស់គ្នារស់នៅមានសាច់ឈាមល្អល្អមុខស្មើមាត់មាត់ស្មើមុខភ្នែកក្រោមចាំលើភ្នែកច្រមុះលើមាត់មាត់ក្រោមច្រមុះស្អាតវាអត់មានដោះផ្សេងគ្នាណាហើយបើថាឪពុកយើងម្ដាយយើងអត់មានធននឹងក្នុងខ្លួនទេជួនកាលចិញ្ចើមដាច់មកចំហៀងអញ្ចឹងទៅគួនចៅច្រមុះគាត់វាយបែកមកចំហៀងមកខាងមកជួនកាត់ថ្មិញអស់ពីមុខដល់យកដាក់ថ្មីអញ្ចឹងទៅអាហ្នឹងគេហៅថាខ្វះអាធនហ្នឹងហើយកូនចៅប្រុសស្រីកើតមកដូចអាត្មាធ្លាប់បញ្ជាក់កូនខ្លះកើតមកម៉ែបោះចោលស្លាប់រស់តែតោលម៉ែមិនគិតកូនខ្លះត្រូវឲ្យចាប់ចម្រិតលបលួចប្រព្រឹត្តអនាចារកូនខ្លះកើតចំឲ្យប្រមឹកវេម៉ែពេលផឹកស្រវឹងស្រាទាំងកូនក្នុងផ្ទៃដួបកាប់កណាណាធំវាដល់សុំទៀនណាអាហ្នឹងសាពូជឲ្យឲ្យម៉ែហ្នឹងវាអត់មានអាធរសតុនហ្នឹងអត់មានអាព្រហ្មវិហារធម៌ហ្នឹងដល់អញ្ចឹងអាកូនកើតមកទៅរបៀបកូនតប្រពន្ធទៅដោយប្រពន្ធទៅបើកភ្នែកពេលណាបោកចានបោកឆ្នាំងហើយចានហើយសភានេះអត់មានដែលបានមាត់ចានមាត់សភាស្មើស្អាតដូចគេអ្នកមានព្រហ្មវិហារធម៌ទេចានសភាហ្នឹងវាចរហូតហ្នឹងទិញមកអត់ដែលបាននៅត្រង់ខ្ញុំឯងឃើញមនុស្សណាអត់ធម៌ក្នុងខ្លួនគឺពីងទឹកដែរអាមាត់ពីងក៏ឆែបអាមាត់ចានក៏ឆែបហើយមិនមែនឆែបតែអាមាត់ពីងមាត់ចានអត់មានវិញ្ញាណទេអាមាត់ប្រពន្ធហ្នឹងក៏អត់ដែលបានត្រង់គ្នាទេបលឹមឡើងប្រពន្ធកូនអត់ទាន់បានស៊ីអីលាបក្រែមមកគ្នាបាត់ត្រូវជើងលាបជើងត្រូវដៃលាបដៃអាហ្នឹងដែលខ្វះធរហ្នឹងខ្ញុំឲ្យឃើញវាអត់សុខវាក្តៅកាហាយវាអត់មានភាពសតុនក្នុងគ្រួសារអត់មានសេចក្តីថ្លៃថ្នូរអត់មានសេចក្តីសុខអញ្ចឹងព្រះលោកថាមនាលភិក្ខុទាំងឡាយតថាគតឃើញអាព្រះអាទិត្យដែលវារៀបនឹងលិចហ្នឹងវាសតុនល្អណាស់បើតថាគតមើលមិនឃើញល្អប្រសើរស្មើដោយព្រហ្មវិហារធម៌របស់មនុស្សទេអញ្ចឹងញោមទាំងអស់គ្នាគប្បីយកព្រហ្មវិហារធម៌4ហ្នឹងមកដាក់ក្នុងខ្លួនទាំងអស់គ្នាណាញោមសូមអនុមោទនា